Bốc Bốc cái mỏi hơn đó. Bốc Tạm biệt anh Bốc Pù Hồ Lan Tạm biệt Ca Lan Nên là sầm lập Bốc không គឺចៅបិទមុខ ត្រូវពួកគេមិនដឹងមកពីណាទេ អូថ្នាំមកថ្នាំមក ជួយឡើងចាប់ឡើងទៅ ជួយលៀងមកទៅឲ្យលឿនសង្ឃឹមថាគាត់រស់ឡើងវិញកុំឲ្យមានរឿងអីអាសន្នឡើយលោក ណាប់លើកែ មានសង្ឃឹមទេ កុំនិយាយចឹងអីសូមឲ្យមានសំណាងល្អគ្រប់ពេលហើយកើមិនអីទេឆ្នាំនេះប្រកែកណាស់ដាក់រួចប្រហែលជាមួយយាមពុករបាយមិនអីទេណាអស់អីហើយហើយគាត់ចង់ទៅហើយគាត់ខ្ញុំទៅលេខខ្ញុំទៅលេខខ្ញុំ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 ទៅលេខខ្ញុំហើយគាត់ខ្ញុំទៅណាសោះហើយគាត់ឯងមកជាគុណឯងធ្វើកើតទៅហ៎ ហើយកើឯងកុំឆេវឆាវពេកដល់នៅមើលពួកឯងសិនទៅមើលដល់ លោកម្ចាស់មានរឿងហើយសាលីហ្វីសម្រាប់លោកគ្រូគេហើយក៏រត់បាត់ហើយហេតុអីក៏ឲ្យពួកគេរត់យ៉ាងម៉េចទៅពេលត្រឡប់មកវិញនោះសាលីហ្វីថាឈឺពោះរកកន្លែងបត់ជើងពេលចូលក្នុងព្រៃគេក៏រត់បាត់មកត្រឡប់មកវិញ សាលីហ្វីគឺជាសិស្សរបស់ហួស៊ីឡុងតើគេក៏ហក់ពួកយើងទីដឹង លោកម្ចាស់មើលទៅគេមិនបានហក់ទេនៅស្រុកសាន់ឈីពួកខ្ញុំឃើញហួស៊ីឡុងឈ្មោះក្រៅរបស់គេគឺពីជឿហើយពួកខ្ញុំដឹងច្បាស់ណាស់សាលីហ្វីលុតជង្គង់ហៅថាលោកគ្រូបកុលក្បិតអ៊ូជីមកឲ្យមកប៉ុន្តែពីជឿគេមកព្រមសាលីហ្វីក៏យកក្បិតចាក់ពីក្រោយលោកគ្រូគេទៅហើយចុះក្បិតអ៊ូជីនោះពួកខ្ញុំចែកគ្នារកដែររកឃើញក្បិតមួយប៉ុន្តែសាលីហ្វីថាមិនមែនជាក្បិតអ៊ូជីទេ លោកម្ចាស់មើលទៅសាលីហ្វីគេយកកម្បិតបានហើយសម្លាប់ហួស៊ីឡុងរួចហើយក៏រត់បាត់ គេមិនហ៊ានទេតែទូយ៉ាងណាក៏ដោយត្រូវចាប់សាលីហ្វីអត់ទល់ទៅបាន មិនអីទេពួកយើងចិត្តទៅដល់ការជឿហើយ ពួកចោរបាត់មកធ្វើឲ្យពុករបុបានខ្ញុំស្មានមិនខុសទេនោះពួកគេមកសងសឹកឲ្យលោកម្ចាស់ធំនិងលោកម្ចាស់ទី2ពុកគឺពូហូឡាងជួយជីវិតពុកយកឆ្នាំទិញមកពីរាជធានីឲ្យពុកប្រើពុកពិតជាមិនអីទេពូហូឡាងក៏ស្គាល់ពេទ្យម្នាក់ពេទ្យនោះគឺប្រកែកណាស់ពូហូឡាងបាននិយាយថានឹងនាំពុកទៅសាជើមិនភ្លឺទៅដល់ហើយ បងកុំអារម្មណ៍ពូហូឡាំងថាពុកមិនអីទេ ហើយគឺពូបានឲ្យជាងដៃទៅតាមពេទ្យហើយ
ស្អែកពីមេឃភ្លឺលោកគ្រូពេទ្យប្រកាសជាមកដល់ឯងកុំបារម្ភអីណា មេឃភ្លឺហើយឆាប់ឡើងទៅគ្រូពេទ្យ ល្អល្អល្អ អោខ្ញុំជួយកាត់អីវ៉ាន់ឲ្យ អូល្អដល់ អោ អូ ជួយ ឆាប់ឡើងទៅ ដល់ហើយអលឺឡើងចាប់ចូលទៅដល់ហើយ ទោះបីជាពេលទេវតាចុះពីឋានលើក៏មិនអាចជួយបានដែរ ណែលោកជាគ្រូពេទ្យដ៏ចំណានហើយមានឈ្មោះល្បីមានថ្នាំប្រដាទៀតផងលោកជួយគេផងទៅ លោកគ្រូពេទ្យខ្ញុំសំវជួយពេញជឿផងទៅ ណែអ្នកទាំងអស់គ្នាមើលចុះឈាមកកនៅក្បែរមុខរបួសពណ៌ខ្មៅទៀតផង លោកគ្រូប៉ែតជួយពុកខ្ញុំផងទៅ លោកគ្រូពេទ្យឲ្យតែលោកជួយលបងខ្ញុំបានលោកត្រូវការប្រាក់ប្រមាណខ្ញុំនឹងឲ្យភ្លាម ហើយយ៉ាកបិតចាក់ត្រូវនោះគឺមានពឹសពោះនិងមានទៀតអ្នកដែលកាន់កបិតចាក់ពីក្រោយកបិតចាក់ចូលជ្រៅខ្លាំងណាស់ចាក់ចំកន្លែងសំខាន់អស់សង្ឃឹមហើយបើមានអ្វីផ្ដែផ្ដាំចុះដល់ លោកគ្រូពេទ្យជួយពុកខ្ញុំផងទៅខ្ញុំសូមបងជួយពុកខ្ញុំផងទៅលោកគ្រូពេទ្យលោកគ្រូពេទ្យ ក្រោកឡើងមកក្រោកឡើងមក លោកគ្រូពេទ្យយល់អត់ក្មេងទាំងពីរនេះលោករំជួបបានជួយលបងខ្ញុំផងទៅណា មិនមែនខ្ញុំមិនចង់ជួយនោះទេប៉ុន្តែខ្ញុំមិនដឹងជាជួយយ៉ាងម៉េចបានទេ លោកគ្រូពេទ្យខ្ញុំសូមបងជួយពុកខ្ញុំផងទៅលោកគ្រូពេទ្យ ពេលគេដឹងខ្លួនឡើងឆាប់ផ្ដែផ្ដាំទៅរួចហើយរៀបចំទុកដល់គេតែម្ដង លោកគ្រូពេទ្យជួយពុកខ្ញុំផងទៅលោកគ្រូពេទ្យលោកគ្រូពេទ្យ ជួយផងទៅលោកគ្រូប៉ែត គ្រូពេទ្យកុំទាន់អាលទៅលោកគ្រូពេទ្យជួយសិនទៅលោកគ្រូពេទ្យកុំទាន់អាលទៅគ្រូពេទ្យ ខ្ញុំទៅសិនហើយ ពុក ខ្ញុំមិនឲ្យពុកស្លាប់ទេ ខ្ញុំអរំជួបបានជួយពុកពុក ពុកចាប់ដឹងខ្លួនឡើងដឹងខ្លួនឡើង លោកមេភូមិលោកមេភូមិ ពេទ្យថា ខ្ញុំបានជូនគ្រូពេទ្យទៅវិញហើយហើយលោកគ្រូពេទ្យថាពេញជឿនឹងអត់មានសង្ឃឹមទេ អូនចាណាត់ខ្លាំងណាស់ មិនក៏សយខ្លាំងមិនលេ ឆាប់ស្លាប់លេ ខ្ញុំអាណិតពេញជឿណាស់គេបើកផ្ទះសំណាក់នៅស្រុកនេះជាង10ឆ្នាំដូចតកូលដូចឈ្មោះលាក់ខ្លួនពូនអាត្មាមិនចេះបង្កបញ្ហាមានណាមើលដឹងថាគេគឺហួសិនឡុងនោះទេសិនឡុងឯគាត់ណា បើនិយាយចឹងអ្នកសម្រាប់លោកម្ចាស់ធំមិនមែនជាតាអ៊ីស៊ីទេមិនថាអញ្ចឹងហ៎គុំនិយាយផ្ដោតដបានទេើហើយ អ្នកទាំងអស់គ្នា មិន ខ្ញុំមិនជឿថាពេញជឿគឺជាហួសិនឡុងទេ ចិត្តមនុស្សមិនអាចស្ទង់ដឹងទេលាចិត្តស្លាប់ហើយនៅតែធាក់មនុស្សស្លាប់បានទៀតណា លេចាស់លេចាស់រួមមិនបានយូរនោះទេ មិនបានអីយ៉ា មើលចេះតែនិយាយបើសិនជាពីជឿស្លាប់មិនស្មានថាស្រុកយើងបានសុកអីដើមហេតុគឺមកពីកបិតអូជីស្អីគេនោះលោកម្ចាស់ធំនិងលោកម្ចាស់ទី2ស្លាប់មានរឿងដល់ពួកយើងរហូតដល់ថ្ងៃនេះមិនទាន់ចប់នៅឡើយទេមិនថាអញ្ចឹង ខ្ញុំសួរអ្នកទាំងអស់គ្នាទៅចុះបើសិនជាពេញជឿមានកបិតអូជីមែនសិស្សរបស់គេអាចសម្លាប់ពេញជឿបានទេ មិនអាចទេ បើស្ដាប់មកច្បាស់ទៅរឿងពេញជឿក៏ជារឿងពួកយើងដែរដូចជាហួរឡើងជាដើមឲ្យតែមានរឿងកាលណាគឺគេតែងតែចេញមុខមកធ្វើអន្តរាគមន៍ភ្លាម ត្រូវ ប៉ុន្តែគេពូកែជាងអ្នកស្រុកយើងទៅទៀតពួកឯងស្ដាប់មកច្បាស់ទៅបើសិនជាពេញជឿស្លាប់មែនកូនប្រុសកូនស្រីរបស់ពេញជឿទាំងពីរនាក់នោះប្រកាសជាត្រូវពួកឯងនឹងជួយចិញ្ចឹមថែរក្សាហើយតើយល់ហើយនៅ អូត្រូវហើយ អើយ ពុកដឹងខ្លួនហើយពុកដឹងខ្លួនហើយ ពុក ពុកដឹងខ្លួនហើយ ហើយក៏ពួកឯងទៅដាំទឹកក្តៅទៅពូមានការចង់និយាយជាមួយឪពុករបស់ឯងឆាប់ទៅលបងខ្ញុំគឺហួលឡាខ្ញុំដឹង